137 គ្រានោះព្រះដ៏មានព្រះភិក្ខគង់ក្នុងក្រុងកុសិនារាតាមគួរដល់ពុទ្ធអធ្យាស្រ័យហើយទ្រង់យាងទៅកាន់ចារិកក្រុងអាតុមាជាមួយនឹងភិក្ខុសង្ឃជាច្រើនចំនួន 1250 រូបក៏សម័យនោះឯងភិក្ខុមួយរូបធ្លាប់ធ្វើជាងកោកាត់បួសឯចាស់នៅអាស្រ័យក្នុងក្រុងអាតុមាភិក្ខុនោះតាមសារថទីបនិដេកាថាភិក្ខុនោះឈ្មោះសុផតៈទារកពីរនាក់របស់ភិក្ខុនោះមានសំឡេងពីរោះប្រកបដោយសេចក្តីវាងវៃមិនខ្ជិលច្រអូសសម្រាប់សិល្បៈក្នុងវិជ្ជាកោកាត់ក្នុងសំណាក់អាចារ្យរបស់ខ្លួនក្មេងពីរនាក់នេះជាកូនរបស់លោកបានបួសជាសាមណេរភិក្ខុបួសឯចាស់នោះបានឮដំណឹងថាព្រះដ៏មានព្រះភិក្ខព្រមទាំងព្រះភិក្ខុសង្ឃជាច្រើនចំនួន 1250 រូបមកកាន់ក្រុងអាតុមាគ្រានោះឯងភិក្ខុបួសឯចាស់នោះបាននិយាយពាក្យនេះនឹងទារកទាំងឡាយនោះថាណែអ្នកទាំងឡាយឮថាព្រះដ៏មានព្រះភិក្ខព្រមទាំងព្រះភិក្ខុសង្ឃជាច្រើនចំនួន 1250 រូបស្ដេចមកកាន់ក្រុងអាតុមាណែអ្នកទាំងឡាយចូលអ្នកទាំងឡាយទៅយកប្រដាប់កំបិតកោព្រមទាំងបំពង់និងថង់ហើយដើរទៅកាន់ផ្ទះជាលំដាប់ចូលប្រមូលអំបិលខ្លះប្រេងខ្លះអង្ករខ្លះខាតនិយៈខ្លះយើងនឹងធ្វើទឹកបានបបរថ្វាយដល់ព្រះមានព្រះភិក្ខដែលទ្រង់ពុតដំណើរមកដល់ទារកទាំងនោះទទួលពាក្យភិក្ខុបួសឯចាស់នោះថាករុណាលោកឪពុកហើយក៏កាន់យកប្រដាប់កំបិតកោដោយបំពង់និងថង់ដើរទៅកាន់ផ្ទះជាលំដាប់ប្រមូលអំបិលខ្លះប្រេងខ្លះអង្ករខ្លះខាតនិយៈខ្លះមនុស្សទាំងឡាយឃើញទារកទាំងនោះមានសំឡេងពីរោះប្រកបដោយសេចក្តីវាងវៃទុកជាអ្នកណាមិនចង់ឲ្យធ្វើកាត់ឬកោអ្នកទាំងនោះក៏ឲ្យធ្វើលុះឲ្យធ្វើហើយក៏ឲ្យតម្លៃជាច្រើនឯទារកទាំងនោះប្រមូលអំបិលខ្លះប្រេងខ្លះអង្ករខ្លះខាតនិយៈខ្លះជាច្រើនគ្រានោះព្រះមានព្រះភិក្ខទ្រង់ត្រាច់ទៅកាន់ចារិកដោយលំដាប់ក៏បានដល់ទៅក្រុងអាតុមាបានឮថាព្រះដ៏មានព្រះភិក្ខគង់ក្នុងភូសាគាជិតក្រុងអាតុមានោះលុះកន្លងរាត្រីនោះទៅភិក្ខុបួសឯចាស់នោះឲ្យចាត់ចែងបបរជាច្រើនហើយបង្អោនថ្វាយចំពោះព្រះដ៏មានព្រះភិក្ខថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខទទួលបបររបស់ខ្ញុំព្រះអង្គព្រះតថាគតទាំងឡាយទ្រង់ជ្រាបហើយសួរក៏មានទ្រង់ជ្រាបហើយមិនសួរក៏មានទ្រង់ជ្រាបកាលគួរហើយសួរក៏មានទ្រង់ជ្រាបកាលគួរហើយមិនសួរក៏មានព្រះតថាគតទាំងឡាយសួរតែហេតុដែលប្រកបដោយប្រយោជន៍មិនសួរហេតុដែលមិនប្រកបដោយប្រយោជន៍ឡើយព្រោះហេតុមិនប្រកបដោយប្រយោជន៍ព្រះតថាគតទាំងឡាយសម្រាប់បងហើយដោយអរិយមគ្គព្រះពុទ្ធដ៏មានព្រះភិក្ខទាំងឡាយទ្រង់សួរពួកភិក្ខុដោយហេតុពីរប្រការគឺទ្រង់សួរដើម្បីនឹងសម្ដែងធម៌មួយដើម្បីនឹងបញ្ញត្តិសិក្ខាបទដល់សាវកទាំងឡាយមួយគ្រានោះឯងព្រះដ៏មានព្រះភិក្ខមានព្រះបន្ទូលនេះនឹងភិក្ខុបួសឯចាស់នោះថាណែភិក្ខុបបរនេះឯងបានមកពីណាទើបភិក្ខុបួសឯចាស់នោះក្រាបបង្គំទូលដំណើរនោះចំពោះព្រះមានព្រះភិក្ខព្រះពុទ្ធដ៏មានព្រះភិក្ខទ្រង់បន្ទោសថាណែមោខៈបរោះអំពើនេះមិនសមគួរមិនទំនងមិនត្រូវបែបមិនមែនជារបស់សាមណៈមិនគប្បីមិនគួរធ្វើទេណែមោខៈបរោះអ្នកឯងជាអ្នកបួសមិនសមបើនឹងបបួលគេឲ្យធ្វើក្នុងការមិនគួរសោះណែមោខៈបរោះអំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេលុះទ្រង់បន្ទោសហើយទ្រង់ធ្វើធម្មិកថាហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់មានបន្ទូលថាមនាលភិក្ខុទាំងឡាយបព្វជិតមិនត្រូវបបួលគេឲ្យធ្វើក្នុងការមិនគួរទេបព្វជិតណាបបួលត្រូវអាបត្តិទុក្ខមនាលភិក្ខុទាំងឡាយមួយទៀតភិក្ខុដែលធ្លាប់ធ្វើជាងកោកាត់មកពីដើមមិនត្រូវរក្សាគ្រឿងប្រដាប់កំបិតកោទុកទេភិក្ខុណារក្សាទុកត្រូវអាបត្តិទុក្ខ138គ្រានោះឯងព្រះមានព្រះភិក្ខគង់ក្នុងក្រុងអាតុមាគួរតាមពុទ្ធអធ្យាស្រ័យហើយក៏ទ្រង់យាងទៅកាន់ចារិកក្រុងសាវត្ថីលុះព្រះមានព្រះភិក្ខទ្រង់ត្រាច់ទៅកាន់ចារិកដោយលំដាប់បានទៅដល់ក្រុងសាវត្ថីនោះ
បានលើថាព្រះមានប្រភិយគង់ក្នុងវត្តចិត្តពន្ធរបស់អានាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីនោះក៏សម័យនោះឯងក្នុងក្រុងសាវត្ថីមានផ្លែឈើជាខត្តនិយៈច្រើនពោពាសទើបភិក្ខុទាំងឡាយមានសេចក្តីត្រេះរិះដូចនេះថាផ្លែឈើជាខត្តនិយៈដូចម្ដេចដែលព្រះមានប្រភិយទ្រង់អនុញ្ញាតផ្លែឈើជាខត្តនិយៈដូចម្ដេចដែលព្រះមានប្រភិយមិនបានអនុញ្ញាតភិក្ខុទាំងឡាយក្រាបបង្គំទូលដំណើរនោះចំពោះព្រះមានព្រះភិយព្រះអង្គទ្រង់អនុញ្ញាតថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតផ្លែឈើជាខត្តនិយៈគ្រប់យ៉ាង139ក៏សម័យនោះឯងមនុស្សទាំងឡាយជាអ្នកដាំពូជឈើទាំងឡាយជារបស់សង្ឃក្នុងដីជារបស់បុគ្គលដាំពូជឈើទាំងឡាយជារបស់បុគ្គលក្នុងដីជារបស់សង្ឃភិក្ខុទាំងឡាយក្រាបបង្គំទូលដំណើរនោះចំពោះព្រះមានព្រះភិយព្រះអង្គទ្រង់មានបន្ទូលថាមនាលភិក្ខុទាំងឡាយបើពូជឈើទាំងឡាយជារបស់សង្ឃដែលដាំក្នុងដីជារបស់បុគ្គលត្រូវភិក្ខុឲ្យចំណែកដល់ម្ចាស់ដីខ្លះហើយសឹមបរិភោគបើពូជឈើទាំងឡាយជារបស់បុគ្គលដែលដាំក្នុងដីជារបស់សង្ឃត្រូវភិក្ខុឲ្យចំណែកដល់ម្ចាស់ដីខ្លះហើយសឹមបរិភោគ140ក៏សម័យនោះឯងភិក្ខុទាំងឡាយកើតសេចក្តីរង្គៀសក្នុងកន្លែងជាអន្លើថារបស់អ្វីណូដែលព្រះដ៏មានព្រះភិយអនុញ្ញាតរបស់អ្វីដែលព្រះដ៏មានព្រះភិយមិនបានអនុញ្ញាតពួកភិក្ខុក្រាបបង្គំទូលដំណើរនោះចំពោះព្រះដ៏មានព្រះភិយព្រះអង្គមានព្រះបន្ទូលថាមនាលភិក្ខុទាំងឡាយរបស់ណាដែលតថាគតមិនបានហាមទុកថារបស់នេះមិនគួរទេបើរបស់នោះអនុឡោមចូលរបស់មិនគួរខាត់របស់គួររបស់នោះមិនគួរដល់អ្នកទាំងឡាយឡើយមនាលភិក្ខុទាំងឡាយរបស់ណាដែលតថាគតមិនបានហាមទុកថារបស់នេះមិនគួរបើរបស់នោះអនុឡោមចូលរបស់គួរខាត់របស់មិនគួររបស់នោះគួរដល់អ្នកទាំងឡាយមនាលភិក្ខុទាំងឡាយរបស់ណាដែលតថាគតមិនអនុញ្ញាតទុកថារបស់នេះគួរបើរបស់នោះអនុឡោមចូលរបស់មិនគួរខាត់របស់គួររបស់នោះមិនគួរដល់អ្នកទាំងឡាយឡើយមនាលភិក្ខុទាំងឡាយរបស់ណាដែលតថាគតមិនបានអនុញ្ញាតទុកថារបស់នេះគួរបើរបស់នោះអនុឡោមចូលរបស់គួរខាត់របស់មិនគួររបស់នោះគួរដល់អ្នកទាំងឡាយ141គ្រានោះឯងភិក្ខុទាំងឡាយមានសេចក្តីត្រេះរិះដូចនេះថាវត្ថុជាយាមកាលឹកដែលច្រឡំដោយវត្ថុជាយាវកាលឹកគួរឬមិនគួរទេវត្ថុជាសត្តាហកាលឹកច្រឡំដោយវត្ថុជាយាវកាលឹកគួរឬមិនគួរទេវត្ថុជាយាវជីវឹកច្រឡំដោយវត្ថុជាយាវកាលឹកគួរឬមិនគួរទេវត្ថុជាសត្តាហកាលឹកច្រឡំដោយវត្ថុជាយាមកាលឹកគួរឬមិនគួរទេវត្ថុជាយាវជីវឹករច្រឡំដោយវត្ថុជាយាមកាលឹកគួរឬមិនគួរទេវត្ថុជាយាវជីវឹកច្រឡំដោយវត្ថុជាសត្តាហកាលឹកគួរឬមិនគួរទេភិក្ខុទាំងឡាយក្រាបបង្គំទូលដំណើរនោះចំពោះព្រះដ៏មានព្រះភិយព្រះអង្គមានព្រះបន្ទូលថាមនាលភិក្ខុទាំងឡាយវត្ថុជាយាមកាលឹកច្រឡំដោយវត្ថុជាយាវកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរបានតែក្នុងកាលមិនគួរក្នុងវិកាលទេមនាលភិក្ខុទាំងឡាយវត្ថុជាសត្តាហកាលឹកច្រឡំដោយវត្ថុជាយាវកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរបានតែក្នុងកាលមិនគួរក្នុងវិកាលទេមនាលភិក្ខុទាំងឡាយវត្ថុជាយាវជីវឹកច្រឡំដោយវត្ថុជាយាវកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរបានតែក្នុងកាលមិនគួរក្នុងវិកាលទេមនាលភិក្ខុទាំងឡាយវត្ថុជាសត្តាហកាលឹកច្រឡំដោយវត្ថុជាយាមកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរបានតែក្នុងយាមកន្លងយាមទៅហើយមិនគួរទេមនាលភិក្ខុទាំងឡាយវត្ថុជាយាវជីវឹកច្រឡំដោយវត្ថុជាយាមកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរបានតែក្នុងយាមកន្លងយាមទៅហើយមិនគួរទេមនាលភិក្ខុទាំងឡាយវត្ថុជាយាវជីវឹកច្រឡំដោយវត្ថុជាសត្តាហកាលឹកដែលភិក្ខុទទួលក្នុងថ្ងៃនោះគួរដល់7ថ្ងៃគួរ7ថ្ងៃទៅហើយមិនគួរទេចប់ភេសជ្ជៈខន្ធកៈទី6ក្នុងខន្ធកៈនេះមាន106រឿង
ឧទាននៃភេសជ្ជៈខន្ធកៈនោះគឺ142រឿងភិក្ខុកើតអាពាធក្នុងសរតកាលព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ភេសជ្ជៈបានក្នុងកាលក្តីខុសកាលក្តីមួយរឿងទ្រង់អនុញ្ញាតខ្លាញ់រាវមួយរឿងទ្រង់អនុញ្ញាតមើមឈើមួយរឿងភិក្ខុត្រូវការដោយថ្នាំដែលកិនជាម្សៅមួយរឿងទ្រង់អនុញ្ញាតថ្នាំទឹកចត់មួយរឿងទ្រង់អនុញ្ញាតថ្នាំស្លឹកឈើមួយរឿងទ្រង់អនុញ្ញាតថ្នាំផ្លែឈើមួយរឿងទ្រង់អនុញ្ញាតថ្នាំជ័រឈើមួយរឿងទ្រង់អនុញ្ញាតអំបិលមួយរឿងទ្រង់អនុញ្ញាតអាចគោនិងថ្នាំលម្អិតមួយរឿងទ្រង់អនុញ្ញាតគ្រឿងរែងថ្នាំលម្អិតមួយរឿងទ្រង់អនុញ្ញាតសាច់ឆៅនិងឈាមស្រស់មួយរឿងទ្រង់អនុញ្ញាតថ្នាំបន្តក់ភ្នែកនិងគ្រឿងលម្អិតសម្រាប់លាបមួយរឿងភិក្ខុប្រើខ្លះថ្នាំប្លែកមួយរឿងខ្លះថ្នាំគ្មានគម្របមួយរឿងទ្រង់អនុញ្ញាតចង្កឹះខ្លះថ្នាំមួយរឿងទ្រង់អនុញ្ញាតស្រោមចង្កឹះមួយរឿងទ្រង់អនុញ្ញាតថង់ខ្លះមួយរឿងទ្រង់អនុញ្ញាតខ្សែយកនិងខ្សែសម្រាប់ចងមួយរឿងទ្រង់អនុញ្ញាតប្រេងសម្រាប់លាបក្បាលមួយរឿងទ្រង់អនុញ្ញាតការណាត់ធុមួយរឿងទ្រង់អនុញ្ញាតបំពង់សម្រាប់ណាត់ធុមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុជក់ផ្សែងមួយរឿងទ្រង់អនុញ្ញាតខ្សៀមួយរឿងទ្រង់អនុញ្ញាតថង់ខ្សៀមួយរឿងទ្រង់អនុញ្ញាតការស្លប្រេងមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុដាក់គ្រឿងស្រវឹងទៅក្នុងប្រេងស្លមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់ប្រេងដែលដាក់គ្រឿងស្រវឹងច្រើនពេកមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុអធិដ្ឋានថ្នាំលាបមួយរឿងទ្រង់អនុញ្ញាតតុំសសម្រាប់ដាក់ប្រេងមួយរឿងទ្រង់អនុញ្ញាតការឆ្ពង់មួយរឿងទ្រង់អនុញ្ញាតការឆ្ពង់ដោយគ្រឿងសម្ភារៈមួយរឿងទ្រង់អនុញ្ញាតការឆ្ពង់ធំមួយរឿងទ្រង់អនុញ្ញាតទឹកដែលស្ងោរដោយស្លឹកឈើមែកឈើមួយរឿងទ្រង់អនុញ្ញាតបន្ទប់ទឹកមួយរឿងទ្រង់អនុញ្ញាតឲ្យជប់យកឈាមនិងអនុញ្ញាតស្នែងសម្រាប់ជប់ឈាមមួយរឿងទ្រង់អនុញ្ញាតថ្នាំសម្រាប់លាបជើងនិងអនុញ្ញាតឲ្យភិក្ខុតាក់តែងទឹកស្រវឹងសម្រាប់លាបជើងឲ្យស្រួលមួយរឿងទ្រង់អនុញ្ញាតសត្ថកម្មមួយរឿងទ្រង់អនុញ្ញាតទឹកចត់មួយរឿងទ្រង់អនុញ្ញាតម្សៅល្ងមួយរឿងទ្រង់អនុញ្ញាតដុំសដៅមួយរឿងទ្រង់អនុញ្ញាតសម្ពុតសម្រាប់រុំដំបៅមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុលាងដំបៅដោយម្សៅគ្រាប់ស្ពៃមួយរឿងទ្រង់អនុញ្ញាតឲ្យធ្វើការចំហុយមួយរឿងទ្រង់អនុញ្ញាតឲ្យបង្កាត់ដំបៅដោយទឹកអំបិលមួយរឿងទ្រង់អនុញ្ញាតប្រេងសម្រាប់លាបដំបៅមួយរឿងទ្រង់អនុញ្ញាតសម្ពុតសម្រាប់រុំប្រេងមួយរឿងទ្រង់អនុញ្ញាតថ្នាំមហាវិកត្តមួយរឿងទ្រង់អនុញ្ញាតការទទួលប្រគេនមួយរឿងទ្រង់អនុញ្ញាតឲ្យផឹកគូតមួយរឿងទ្រង់អនុញ្ញាតអាចបំណាស់មួយរឿងទ្រង់អនុញ្ញាតទឹកក្បុងមួយរឿងទ្រង់អនុញ្ញាតសមត្រាំទឹកម៉ូតមួយរឿងទ្រង់អនុញ្ញាតការលាបដោយគ្រឿងក្រអូបមួយរឿងទ្រង់អនុញ្ញាតថ្នាំបញ្ចុះមួយរឿងទ្រង់អនុញ្ញាតទឹកអង្ករថ្លាមួយរឿងទ្រង់អនុញ្ញាតទឹកសណ្តែកបាយស្ងោរមួយរឿងអនុញ្ញាតឲ្យជារសសាច់មួយរឿងព្រះពលិន្ទវច្ឆធរៈឲ្យគេជំរះញោកភ្នំនិងអនុញ្ញាតអារាមិកជនមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺទុកភេសជ្ជៈឆាន់អស់7ថ្ងៃមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ស្ករអំពៅមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់សណ្តែកបាយមួយរឿងទ្រង់អនុញ្ញាតថ្នាំសោណៈសោរិជរកៈមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់វត្ថុជាសាមបៈមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុចំអិនថែមទៀតមួយរឿងត្រឡប់ទ្រង់អនុញ្ញាតអន្តោវុត្តអន្តោបៈនិងសាមបៈវិញក្នុងកាលអត់បាយមួយរឿងទ្រង់អនុញ្ញាតផ្លែឈើជាខត្តនិយៈនិងអនុញ្ញាត
លងជាខត្តនិយៈមួយរឿងពុរេផតតមួយរឿងក្តៅក្រហាយក្នុងកាយមួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើដែលគ្មានពូជមួយរឿងភិក្ខុមានអាពាធឬដូងបាតមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុធ្វើវត្ថិកម្មនិងសត្ថកម្មមួយរឿងសុបយាឧបាសិកាមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់មនុស្សមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់សេះមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ឆ្កែមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ពស់មួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់សីហៈមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ខ្លាធំមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ខ្លាដំបងមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ខ្លាឃ្មុំមួយរឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់ឆ្កែព្រៃមួយរឿងលំដាប់ផាត់វេនមួយរឿងទ្រង់អនុញ្ញាតបបមួយរឿងមហាមាត្រមានសេចក្តីជ្រះថ្លាថ្មីមួយរឿងភិក្ខុដែលគេនិមន្តក្នុងទីដតីហើយមិនត្រូវឆាន់បបរអ្នកដតីមួយរឿងទ្រង់អនុញ្ញាតផ្កអំពើដល់ភិក្ខុមានជំងឺមួយរឿងមហាមាត្រឈ្មោះសុនិធៈមួយរឿងព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងផ្ទះសំណាក់ធ្វើពីឥដ្ឋមួយរឿងស្ទឹងគង្គាមួយរឿងព្រះដ៏មានព្រះភិក្ខគង់នៅក្នុងកោដ្ឋដីក្រៀមហើយទ្រង់សម្ដែងចតុរារិយសច្ចៈមួយរឿងត្រីផ្កាមាសឈ្មោះអំពរបាលីនិងស្ដេចលិច្ឆវីមួយរឿងសាច់ដែលគេធ្វើចំពោះភិក្ខុមួយរឿងក្រុងវេសាលីសម្បូរបាយមួយរឿងទ្រង់ត្រឡប់ហាមមិនឲ្យឆាន់វត្ថុដែលជាអន្តោវុធអន្តោបៈនិងសាមបកៈមួយរឿងមហាមេឃមួយរឿងព្រះថេរៈឈ្មោះយសមានជំងឺមួយរឿងមេដកៈគេហបតីនិងរឿងទ្រង់អនុញ្ញាតគោរស់5មួយរឿងទ្រង់អនុញ្ញាតឲ្យភិក្ខុស្វែងរកស្បៀងបានមួយរឿងកេនយៈចដិលនិងរឿងទ្រង់អនុញ្ញាតទឹកបានផ្លែស្វាយទឹកបានផ្លែព្រីងទឹកបានផ្លែចេកមានគ្រាប់ទឹកបានផ្លែចេកឥតគ្រាប់ទឹកបានផ្លែស្រគំទឹកបានផ្លែច័ន្ទទឹកបានក្រអៅឈូកទឹកបានផ្លែម៉ាក់ប្រាងមួយរឿងទ្រង់អនុញ្ញាតអន្លក់និងខត្តនិយៈធ្វើដោយម្សៅមួយរឿងភិក្ខុធ្លាប់ជាជាងកោកាត់នៅក្នុងក្រុងអាតុមាមួយរឿងទ្រង់អនុញ្ញាតផ្លែឈើជាខត្តនិយៈក្នុងក្រុងសាវត្ថីមួយរឿងពូជឈើជារបស់សង្ឃគេដាំក្នុងទីដីជារបស់បុគ្គលមួយរឿងភិក្ខុមានសេចក្តីសង្ស័យក្នុងទីដោយអន្លើមួយរឿងកោលិកៈលាយគ្នាមួយសិក្សាបីដកមរតកព្រះមានជ័យជំនះឈ្នះមោហាគឺជាកុសលផ្ដល់បញ្ញាឆ្លងវដ្តសង្សារឆ្ពោះនិព្វានដូច្នេះយើងត្រូវថែរក្សាបីដកថ្លៃថ្លាជាធម្មទានព្រះធម្មចេតិយប្រាជ្ញាញាណសាស្តានៅមានយើងត្រូវប្រឹងរក្សាបីដកមានគុណក្រៃលោកលីបែងចែកញែកឲ្យដឹង7ប្រការគិតជញ្ជឹងល្អម្លឹងប្រឹងថែខ្មែរមានធម៌មួយគឺរក្សាព្រះសាសនាមរតកអស្ចារ្យជាពុទ្ធពរពាក្យពិតពាក្យពុទ្ធសុទ្ធបវរចេតិយព្រះធម៌វិសុអៈ2គឺរក្សាព្រះសាស្តាវិន័យធម៌អាចារទុកដាក់ស្ថិតនៅជាគ្រូដ៏សមស័ក្តិប្រចក្ខធម្មាជាសាស្តា3គឺរក្សាការងារសង្ឃទ្រទ្រង់តម្រង់ព្រះសាសនាសង្គាយនាធម៌វិន័យណាត្រាស់អស់វស្សា45 4គឺរក្សាគុណសម្បត្តិនៃពុទ្ធបរិស័ទចាត់ជាឆ្មាំព្រះធម៌វិន័យព្រះអង្គផ្ដាំស្ថិតច្រើនពាន់ឆ្នាំព្រោះបរិស័ទ5គឺរក្សាត្រៃសត្យធម៌បរិយ័តនាំចំបដិបត្តិបដិវេធៈជាកំចាត់កិលេសបងបាត់ស្ងាត់សន្តាន6រក្សាត្រៃរតនៈស្ថិតនៅប្រចក្ខសរណដ្ឋានព្រះពុទ្ធព្រះធម៌នាំសុខសាន្តព្រះសង្ឃកល្យាណមានវិន័យ
7 រក្សាត្រៃសិក្ខាសាសនាចាជាប់ដួងហរតីសិលសមាធិធម៌ប្រពៃផុតភ័យអាស្រ័យដោយបញ្ញាព្រះត្រៃបិដកមានប្រវត្តិរឿងរ៉ាវបានកត់ចាអក្ខរាអរិយធម៌វប្បធម៌មនុស្សទេវតាពពេយ៉ាងណាចាឲ្យដឹងបិដកជាច្បាប់ប្រាប់ភពត្រៃអ្នកមាននិស័យលីលោកប្រឹងសិក្សាបដិបត្តិកំចាត់ខឹងជញ្ជឹងសម្លឹងដឹងត្រៃលក្ខណ៍បិដកច្បាប់ដើមព្រះសាសនាបាលីអក្ខរាសាស្តាជាបដិបត្តិបូជាធានាមៈកំណត់ត្រៃលក្ខណ៍លាត្រៃលោកកសាងចេតិយបិដកខ្មែរយើងនាំគ្នាហែព្រះមានជោគសាធុសាធុផុតចាករោគសាធុផុតលោកអនុមោទនីសូមអញ្ជើញអនុមោទនី